Hello សួស្តីអ្នកទាំងអស់គ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី9ដែលភាគមួយនឹងដែរអាចនិយាយបានថាគឺជាភាគដ៏អស្ចារ្យបំផុតមួយប្រចាំរឿង Cowboy Bebop នឹងដែរហើយដើម្បីកុំឲ្យអ្នកទាំងគ្នារងចាំយូរតោះអញ្ចឹងយើងចាប់ផ្ដើមសាច់រឿងនៅភាគមួយនេះគឺបានចាប់ផ្ដើមឡើងដោយ Jet បានប្រើ Faye ហើយនិង Spy ទៅស្ទូចត្រីប៉ុន្តែត្រីរបស់ពួកគេនឹងគឺមិនមែនជាត្រីយកមកធ្វើម្ហូបអ្វីទេត្រីនោះគឺចង់សម្ដៅទៅលើពួកចៅសមុទ្រអវកាសពួកចៅសមុទ្រអវកាសនេះតែងតែចេញប្រមាញ់យានដើម្បីចាប់យាននោះយកទៅលក់រីឯរបៀបដែលពួកវាប្លន់យានរបស់អ្នកដទៃវិញគឺជាការបាញ់វាយរើសម្យ៉ាងទៅកាន់ប្រព័ន្ធ system មួយដែលមានឈ្មោះថា Mono System ហើយប្រព័ន្ធ Mono System នេះគឺពិតជាសំខាន់ទៅដល់យានខ្លាំងណាស់បើនិយាយស្រួលយកទៅ Mono System គឺហាក់ដូចជាប្រព័ន្ធ AI មួយដែលគ្រប់គ្រងទៅលើយានទាំងមូលអញ្ចឹងដូច្នេះហើយបើសិនជាបណ្ដោយឲ្យពួកចៅសមុទ្រអវកាសនេះវាប្រហារទៅកាន់ Mono System បានហើយក៏មានន័យថាពួកវាអាចបញ្ជាអ្វីៗគ្រប់យ៉ាងទៅលើយានមួយនោះបានរីឯ Faye របស់យើងវិញគឺគិតតែពីរអ៊ូនឹងឯងដោយ Faye រអ៊ូថាចាំពួកនឹងយូរហើយតែមិនឃើញពួកនឹងបង្ហាញខ្លួនសោះហើយរអ៊ូមួយទៀតនឹងគឺសួរថា Spy ទៅណាមិនបានអត់ចូលរួមបេសកកម្មមួយនេះអញ្ចឹងរអ៊ូចុះរអ៊ូឡើងអានក៏ចុចបិទប្រព័ន្ធទំនាក់ទំនងមួយនោះបាត់ទៅចែកឃើញអញ្ចឹងក៏បាននិយាយអរគុណអានផងដែរមើលទៅអាការរអ៊ូរបស់មនុស្សស្រីនេះសូម្បីតែឆ្កែក៏វាទ្រាំបានដែរយើងងាកមកកាន់ Spy នេះវិញតែមើលទៅមិនមែនមកពី Spy អត់ចង់ចូលរួមបេសកកម្មមួយនេះទេនេះគឺដោយសារតែយានរបស់គាត់មានបញ្ហាហើយដោយសារតែយានរបស់គាត់នោះមិនមែនជាស៊េរីថ្មីអ្វីទេយានរបស់ Spy ហ្នឹងគឺជាយានស៊េរីចាស់តែម្ដងចឹងហើយតើជាងណាស៊េរីចាស់ទៅអាចជួសជុលយានមួយនេះបានហើយឥឡូវនេះ Spy បានចុះមកដល់ផែនដីដើម្បីទៅរកជាងម្នាក់ដែលមានឈ្មោះថា Dohan មិនជួបប៉ុន្មានជំនួយការរបស់ Dohan ក៏បានមកដល់ដែលជំនួយការរបស់ Dohan ម្នាក់នេះគឺមានឈ្មោះថា Mal ជាមនុស្សម្នាក់ដែលពូកែនិយាយខ្លាំងណាស់តាំងពីជួប Spy ហើយជួយលើកយាន Spy ដាក់ទៅលើឡាននេះគឺ Mal និយាយពីនេះពីនោះចង់100 topic ទៅហើយសូម្បីតែ Spy ក៏ធ្វើមុខយ៉ាងធន់ងាកមកកាន់កាមេរ៉ាដែរមិនជួបប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់កន្លែងរបស់ Dohan ចំណែក Dohan គឺជាលោកតាចាស់ម្នាក់ហើយបើតាមពាក្យសម្ដីរបស់ Spy និយាយទៅកាន់ Dohan នេះគឺហាក់ដូចជាពួកគេធ្លាប់សិទ្ធស្នាជាមួយនឹងគ្នាកាលពីមុនអញ្ចឹងនៅក្នុងពេលនោះដែរ Spy ក៏បានចាប់អារម្មណ៍ទៅលើយានដែល Dohan កំពុងតែជួសជុលមួយនេះផងដែរប៉ុន្តែ Mal ដែលនៅជិតនោះក៏បាននិយាយទៅកាន់ Spy ថាលោក Dohan ជួសជុលយានដ៏ធំមួយនេះខ្ញុំគិតថាគឺពិតជាអត់ប្រយោជន៍ខ្លាំងណាស់ដោយសារតែយានធំមួយនេះគឺជាយានស៊េរីចាស់ខ្លាំងមែនទែនហើយលើពីនេះទៅទៀតយានមួយនេះក៏មិន support Mono System ផងដែរហើយចំពោះយានដែលមិនមាន Mono System គឺពិតជាអត់ប្រយោជន៍ខ្លាំងណាស់និយាយមិនទាន់ផុតពីមាត់ផង Dohan ក៏បានប្រើមកឲ្យទៅទិញអីវ៉ាន់មួយចំនួនហើយអ្វីដែលសំខាន់របស់ដែល Dohan ចង់បាននោះគឺសុទ្ធតែជាគ្រឿងបន្លាស់របស់យានចាស់ៗតែប៉ុណ្ណោះមកលឺហើយគឺកាន់តែរអ៊ូទៀតហើយដោយសារតែគ្រឿងបន្លាស់របស់យានចាស់ៗនេះគឺពិបាករកទិញខ្លាំងណាស់យើងងាកមកកាន់ Jet ហើយនិង Faye នេះវិញបន្ទាប់ពីការរងចាំរបស់ពួកគេយ៉ាងយូរនៅទីបំផុតពួកចៅសមុទ្រអវកាសនោះបានបង្ហាញខ្លួនហើយដែលពួកវាគឺកំពុងតែប្លន់យានមួយដែលនៅជិតៗនេះ Faye គ្រាន់តែទទួលបានដំណឹងពី Jet ភ្លាមក៏ចេញទៅរកពួកនឹងភ្លាមហើយគ្រាន់តែមួយផ្លែសោះ Faye ក៏បានលើកកំភ្លើងភ្ជង់ទៅកាន់ពួកវាបាត់ទៅហើយប៉ុន្តែ Faye គឺមិនបានដឹងទេថានេះគឺជាអន្ទាក់របស់គេទេដោយសារតែនៅពីលើយានរបស់ Faye គឺមានខ្សែវាយរើសមួយកំពុងតែបាញ់សម្ដៅទៅកាន់ Faye តែម្ដងហើយប្រកាសណាស់ដែលខ្សែមួយនេះគឺជាការវាយប្រហារទៅកាន់ Mono System នឹងឯង Faye ដែលត្រូវខ្សែមួយនេះបាញ់ចំហើយគឺថាយានរបស់ Faye គឺកាំងធ្វើអ្វីឡើងកើតទៀតហើយនៅពេលដែល Jet បោះយានរបស់គាត់សម្ដៅមកជួយ Faye នោះស្រាប់តែយានរបស់ Faye បានវាយប្រហារទៅកាន់ Jet តែម្ដង Faye ឃើញចឹងខំលើកដៃហើយនិយាយទាំងញ័រមាត់ថាគឺនាងមិនមែនជាអ្នកបញ្ជាឲ្យបាញ់ទេនៅក្នុងពេលនោះដែរ Ed ក៏បានបើកយានធំមកជួយពួកគេផងដែរប៉ុន្តែក៏ត្រូវពួកចៅសមុទ្រអវកាសនេះហែកចូលទៅកាន់យានធំមួយនោះទៀតប៉ុន្តែក៏សំណាងដែរដែលពួកចៅទាំងអស់នោះមិនចង់បានយានធំមួយនេះទេដែលពួកវាបោះសម្ដីថាមកពីយានមួយនឹងចាស់ខ្លាំងពេកចឹងហើយខ្ជិលខាតពេកជាមួយនឹងយានចាស់មួយនេះព្រោះបើទោះបីជាលក់ក៏លក់មិនបានថ្លៃដែរចឹងហើយបើគេថាបើយើងជិះម៉ូតូចាស់សូម្បីតែចៅក៏វាមិនលួចដែរយើងងាកមកកាន់ Spy នេះវិញនៅពេលនេះ Spy គឺកំពុងតែអង្គុយមើលរូបថតរបស់ Dohan ហើយនៅក្នុងរូបមួយនោះផងដែរយើងក៏បានឃើញថាតាមពិតទៅយានពណ៌ក្រហមរបស់ Spy នឹងគឺជារបស់ Dohan ទេហើយយានពណ៌ក្រហមមួយនឹងដែរគឺមានឈ្មោះថា Swordfish កន្លែងមកកាន់ Dohan ដែលកំពុងតែជួសជុលយានឲ្យ Spy នេះវិញនៅពេលនេះគាត់បានរកឃើញបញ្ហាពីរធំៗរបស់យានមួយនេះដែលទី1គឺជាស្នប់បង្កើនល្បឿនហើយនិងទី2គឺជាគ្រឿងបាញ់សាំងត្រង់នេះមានន័យថាបើសិនជា Spy ចង់បន្ថែមល្បឿនដេញតាមសត្រូវរបស់គាត់នោះ Spy គឺត្រូវបញ្ជាគ្រឿងបាញ់សាំងឲ្យបាញ់ទៅកាន់កន្លែងស្នប់បន្ថែមល្បឿនប៉ុន្តែឥឡូវនេះគឺគ្រឿងមួយនេះបានសឹកបាត់ទៅហើយអញ្ចឹងវាមានន័យថាយានរបស់ Spy នឹងគឺមិនអាចហោះលឿនបានទេរីឯមកវិញក៏បានប្រាប់ Dohan ឲ្យដាក់បច្ចេកវិទ្យាថ្មីទៅព្រោះថាគ្រឿងនៅសម័យថ្មីនេះគឺអាចធ្វើឲ្យការប្រើប្រាស់មានសភាពស្ងាត់ហើយនឹងមិនរំញ័រទៅដល់យានខ្លាំងទេប៉ុន្តែ Dohan ក៏បានប្រកែកភ្លាមគាត់ថាបើសិនជារកឧបករណ៍ទាំងអស់មានសភាពស្ងាត់ហើយមិនរំញ័រអ្វីនោះធ្វើម៉េចទើបយើងដឹងអំពីស្ថានភាពរបស់ឧបករណ៍មួយនោះទៅហើយធ្វើម៉េចយើងដឹងថាឧបករណ៍មួយនោះគឺចិត្តនឹងខូចឬក៏ចិត្តដល់ limit របស់វាចំណែក Spy នៅពេលដែលឃើញ Dohan និយាយខ្លាំងៗទៅកាន់ជំនួយការរបស់គាត់បែបនេះ Spy ក៏បាននិយាយថាលោកគឺមិនបានកែប្រែអ្វីសម្បីតែបន្តិចសោះអញ្ចឹងនៅពេលនេះគាត់លែងឆ្ងល់ហើយថាតើហេតុអ្វីបានជាជំនួយការរបស់គាត់នឹងតែងតែផ្លាស់ប្ដូររហូតរីឯ Dohan ក៏
ក៏ងាកមកតបជាមួយ spy វិញថាឯងគង់តែមានថ្ងៃណាមួយត្រូវ swordfish ទាត់ឯងចេញពីយានមួយនេះទេព្រោះឯងចូលចិត្តប្រើយានមួយនេះដល់កម្រិតរបស់វារហូតបន្ទាប់ពីនោះ spy ក៏បានធ្វើការតាក់ទងទៅកាន់យាន Bebop របស់គាត់ហើយ spy ក៏សួរដែរថាតើ Jet ហើយនិង Faye នឹងបានចាប់ពួកចៅអវកាសនឹងអស់នៅរីឯ Jet ដែលកំពុងតែជួសជុលយានមិនដើរនោះគឺបានស្រែកមក spy ទាំងមួម៉ៅវិញថាចាប់មិនបានទេឥឡូវយាននឹងគឺត្រូវបានគេ hack អស់ទៀតហើយឥឡូវនឹងយានរបស់ពួកគេគឺខូច mono system អស់ហើយកាលណាដែលខូច mono system នេះគឺពួកគេមិនអាចកណនាកន្លងឬក៏កណនាអំពីឧបសគ្គអ្វីបានទេ spy លឺហើយក៏តបទៅវិញថាអត់យល់ទេឲ្យឧទាហរណ៍ណាឲ្យស្រួលយល់តិចមើលបន្តមក Ed ក៏បាននិយាយថាឥឡូវនឹងយានធំរបស់ពួកគេគឺជា Ed ចាយកំពុងតែបណ្ដែតនៅលើអវកាសដល់ពេលលឺ Ed បញ្យល់ខ្លីៗអញ្ចឹង spy ក៏ថាអូខេយល់ហើយនៅក្នុងពេលនោះដែរគឺមានអ្នកលក់គ្រឿងបន្លាស់ម្នាក់បានមកជួបដូហានហើយអ្វីដែលកាន់តែចម្លែកនោះគឺអ្នកលក់ម្នាក់នោះបានលក់ឧបករណ៍ទំនើបជាច្រើនក្នុងតម្លៃថោករីឯដូហានក៏ឆ្ងល់ដែរថាតើឧបករណ៍ទាំងអស់នោះមិនបានលក់ថោកម៉េះបន្ទាប់មកដូហានក៏បានសួរអ្នកលក់ម្នាក់នោះថាតើគាត់ទិញឧបករណ៍ទាំងអស់នេះពីណាមកស្រាប់ពេលនោះដែរ spy ដែលកំពុងតែដើរនៅជិតដូហាននោះក៏បានសួរទៅកាន់ Faye ថាតើពួកចៅទាំងអស់នោះជិះយានអ្វីដែរហើយចម្លើយរបស់ Faye ដែលរៀបរាប់មកនោះគឺដូចគ្នាទៅនឹងពូដែលជាអ្នកលក់គ្រឿងបន្លាស់មួយនេះផងដែរដែលពួកចៅនោះគឺជិះយានដែលមាន logo Penguin ហើយចម្លើយនៅក្នុងទូរស័ព្ទហើយអានៅក្បែរខ្លួននេះវាដូចគ្នាទៀតគឺមើលមុខគ្នាបណ្ដោយចឹងបានន័យថាពូដែលលក់គ្រឿងបន្លាស់នេះគឺទិញពីចៅទាំងអស់នោះនឹងឯងបន្ទាប់ពីនោះក្រុម Bebop របស់យើងក៏បានរៀបចំផែនការដើម្បីទៅចាប់ចៅមួយនោះវិញម្ដងពួកខ្ញុំនៅចាំដាក់អន្ទាក់ដាក់អីទៀតណាទៅចាប់ដល់ទីកន្លែងហ្មងទៅហើយមើលហេតុដែលពួកគេដឹងអំពីទីតាំងរបស់ពួកចៅនោះគឺមកពីពូដែលលក់គ្រឿងបន្លាស់នោះបានប្រាប់នឹងឯងប៉ុន្តែមុននឹងចេញដំណើរទៅចិត្តក៏បានឲ្យឧបករណ៍មួយទៅកាន់ spy ដែលឧបករណ៍មួយនេះគឺជាឧបករណ៍ទំនាក់ទំនងគ្នាទេមូលហេតុគឺដោយសារតែបើសិនជា spy ត្រូវបានគេ hack mono system នោះគឺ spy នៅតែអាចតាក់ទងជាមួយនឹងចែកតាមរយៈឧបករណ៍មួយនេះបានបន្ទាប់ពីនិយាយគ្នាហើយ spy ហើយនិង Faye ក៏បានធ្វើដំណើរទៅទីកន្លែងមួយនោះទៅហើយនៅពេលដែលពួកគេធ្វើដំណើរទៅដល់ទីនោះភ្លាមគឺពួកគេបានប្រទះឃើញយានចំនួន2ដែលមាន logo ដូចគ្នាបេះបិទចឹងហើយពួកគេក៏បានពិភាក្សាគ្នាសិនថាតើមួយណាគឺជាយានប៉ាទៅនៅក្នុងពេលនោះ Faye បានឲ្យយោបល់ថាគឺងាយស្រួលណាស់គ្រាន់តែធ្វើការបាញ់ប្រហារមួយណាសិនទៅបើសិនជាយានមួយណារត់នោះពួកគេច្បាស់ជាចោលហើយរីឯ spy ដែលនៅជិតនោះក៏បានតបថាតាំងពីខ្ញុំស្គាល់នាងមកនេះគឺជាកំណត់ទី1ហើយដែលខ្ញុំយល់ស្របជាមួយនឹងនាងហើយមានន័យពួកគេទាំងពីរគឺពិតជាបាញ់មែនរីឯចៅក៏ខំស្រែកទាំងភ័យថាចុះបើសិនជាយានទាំងពីរនេះគឺជាមនុស្សស្មោះត្រង់ទាំងពីរទៅគិតយ៉ាងម៉េចហើយនៅទីបំផុតយានទាំងពីរដែលមានសញ្ញារូប Penguin នោះគឺពួកគេធ្វើការរត់ទាំងពីរចឹងហើយមានន័យទេគឺមានតែចែកគ្នាម្នាក់ម្ខាងទៅ Faye ដែលដេញតន់យានមួយនោះមុនគឺ Faye បានធ្វើការបាញ់ប្រហារទៅកាន់ gas របស់ពួកគេហើយដល់ពេលដែល Faye ទៅពិនិត្យមើលអ្នកបើកនោះក៏ឃើញថាតាមពិតទៅអ្នកដែលបើកនេះគឺមិនមែនជាពួកចៅទាំងអស់នោះទេហើយបើសិនជាមើលនេះคล้ายៗក៏មានន័យថានៅខាង spy នោះគឺជាពិតប្រាកដហើយស្របពេលដែលស្ថានភាពកំពុងតែក្តៅកគុកនោះម៉ាល់ដែលកំពុងតែជួសជុលឧបករណ៍របស់គេនេះក៏បានលើការតាក់ទងរបស់ពួកគេផងដែរតាមពិតទៅឧបករណ៍ទំនាក់ទំនងដែល Jet បានឲ្យទៅកាន់ spy នោះគឺឧបករណ៍មួយនោះបានតភ្ជាប់គ្នាតាមរលកវិទ្យុទូទៅទេចឹងហើយចំពោះការសន្ទនារបស់ពួកគេនេះគឺត្រូវបានមកស្ដាប់ឮទាំងអស់កន្លែងមកកាន់ spy ដែលកំពុងតែដេញតាមពួកចៅទាំងអស់នោះវិញដែល spy បានដឹងថាពួកគេមានឧបករណ៍បាញ់ខ្សែ virus នៅពីលើចឹងហើយទៅបានជា spy នៅពីក្រោយពូនរហូតហើយចាំមើលឱកាសណាល្អទៅបានជា spy ងាកចេញទៅបាញ់ខ្សែមួយនោះប៉ុន្តែភ្លាមៗនៅពីក្រោយកាប៊ីននៃយានរបស់ពួកចៅនោះគឺពួកគេបានបើកកាប៊ីនមួយនោះចេញជា3ធំហើយនៅក្នុងកាប៊ីននីមួយៗគឺពោពេញទៅដោយឧបករណ៍បាញ់ខ្សែបន្តមកទៀតគឺមានខ្សែរាប់រយបាញ់សំដៅទៅកាន់យានរបស់ spy រីឯ spy វិញខំបើកយានរបស់គាត់គេចពីខ្សែទាំងអស់នោះយ៉ាងលំបាកនៅចុងក្រោយនៅពេលដែលមានខ្សែមួយទៀតបានបាញ់សំដៅមកកាន់យានរបស់ spy នោះ spy គឺចង់ប្រើស្លាប់យានរបស់គាត់ដើម្បីបង្វែរទិសដៅរបស់ខ្សែមួយនោះប៉ុន្តែចុងក្រោយ spy ក៏នៅតែត្រូវចាំខ្សែ virus មួយបាញ់ចំយានរបស់គាត់ដដែលចំណែកពួកចៅទាំងអស់នោះឃើញអញ្ចឹងក៏បាននាំគ្នាសើចយ៉ាងសប្បាយចេះតែដឹងអំពីស្ថានភាពក៏បានប្រាប់ឲ្យ spy កាត់ប្រព័ន្ធ mono system ចោលទៅហើយពិតណាស់ spy របស់យើងគឺពិតជាឆ្លាតមែនខ្សែមួយដែលគាត់បានយកស្លាប់យានទៅរងនោះគឺគាត់បានបង្វែរទិសដៅខ្សែមួយនោះឲ្យសំដៅទៅកាន់យានរបស់ពួកចៅទាំងអស់នោះវិញហើយទឹកដៃបើកយានរបស់ spy នេះគឺពិតជាអស្ចារ្យមែនចុងក្រោយខ្សែ virus ដែលបំផ្លាញ mono system របស់យាននោះគឺត្រូវបាន spy បង្វែរទិសដៅខ្សែមួយនោះឲ្យសំដៅទៅកាន់ម្ចាស់ដើមវាវិញបានសម្រេចក្នុងពេលនោះដែរម៉ាដែលដឹងអំពីរឿងទាំងអស់នេះគឺគេបានរត់មកប្រាប់ដូហានយ៉ាងប្រញាប់រីឯខាងដូហានហើយនឹងម៉ានេះបន្ទាប់ពីដឹងថា spy អត់មាន mono system នោះគឺពួកគេក៏បានរៀបចំខ្លួនដើម្បីទៅជួយ spy ផងដែរយើងងាកមកកាន់ពួកចៅអវកាសឯនេះវិញដែលធ្លាប់តែបាញ់ virus ទៅកាន់គេឥឡូវហ្នឹងបានធ្លាក់មកលើខ្លួនឯងបែបនេះគឺពួកគេក៏មិនអាចបញ្ជាយានរបស់ពួកគេបានដែរចំណែក spy ដែលបានកាត់ផ្ដាច់ mono system នៅមុននេះឥឡូវនេះក៏បានព្យាយាមតខ្សែភ្លើងមកជាការប្រើដៃវិញហើយអញ្ចឹងក៏មានន័យថារកឧបសគ្គដែលនៅខាងមុខដែលសុទ្ធតែអាចផ្កាយនេះគឺ spy ត្រូវតែកិច្ចដោយការមើលនឹងផ្នែកផ្ទាល់ហើយនឹងដៃផ្ទាល់របស់ខ្លួនឯងហើយវាគឺមិនមានប្រព័ន្ធកុំព្យូទ័រជំនួយគាត់ទៀតទេហើយអ្វីដែលសំខាន់ការតង្កេតនៃស្លាវរបស់គាត់នៅមុននេះ
គឺវាក៏បានផ្ដល់បញ្ហាក្នុងការកាត់ចង្កូតទៅដល់ Spy ផងដែរចំណែកអ្នកដែលនៅខាងយាន Bebop ឯនេះវិញគឺ Jet មិនអាចបោះយាន Bebop មួយនេះចូលទៅកាន់គៀក Spy បានទេដោយសារតែនៅស្ថានភាពខាងក្រោមដែល Spy កំពុងតែជួបប្រទះនោះគឺពោពេញទៅដោយអាចផ្កាយជាច្រើនហើយប្រកាសណាអាយានទូចគឺវាមិនអីទេតែអាយានធំនេះគឺប្រកាសជាប៉ះនឹងអាចផ្កាយជាមិនខានហើយក្នុងពេលដែលពួកគេកំពុងតែនិយាយគ្នានោះយានរបស់ពួកចៅដែលនៅខាងមុខរបស់ Spy នេះគឺបានផ្ទុះភ្លាមតែម្ដងដោយសារតែយានរបស់ពួកចៅនោះបានខូច Mono System ដែរចឹងហើយការដែលបើកយានជាមួយនឹងដៃផ្ទាល់ហើយនឹងភ្នែកផ្ទាល់នេះគឺប្រកាសជាពិបាកក្នុងការកិច្ចអាចផ្កាយជាច្រើនហើយណាមួយដោយសារតែយានពួកចៅនេះមានសភាពធំផងគឺពួកគេក៏បានបុកជាមួយនឹងអាចផ្កាយផ្ទុះខ្ទេចបាត់ទៅហើយសំខាន់អាយានរបស់វាខ្ទេចយ៉ាងហ្នឹងនៅឆ្លៀតបាញ់វាយរើសទៅកាន់យានរបស់ Bebop ទៀត Spy ឃើញចឹងក៏បានទៅរងខ្សែមួយនោះចំនួនយាន Bebop ទៅក៏ព្រោះថាយានរបស់ Spy គឺលែងមាន Mono System ទៀតហើយចឹងហើយពួកអាវាយរើសទាំងអស់នេះមិនអាចធ្វើអីទៅកាន់យានរបស់ Spy បានទេដែលឃើញចឹង Jet ក៏បានប្រាប់ទៅកាន់ Spy ថាឲ្យ Spy បន្តកិច្ចពីឧបសគ្គអាចផ្កាយទាំងអស់នេះសិនទៅចាំគាត់កែតអានេះអំពីកន្លងដែលពួកគេអាចជួបគ្នាវិញបានហើយបន្ទាប់ពីការកែតអានេះរបស់ Jet បានបញ្ចប់ Jet បានរកឃើញថាគឺមានទីកន្លែងមួយដែល Spy ហើយនឹងគេអាចជួបគ្នាវិញបានប៉ុន្តែកន្លងដែលពួកគេអាចជួបគ្នាវិញបាននោះគឺត្រូវប្រើរយៈពេល7ម៉ោងទៀតទៅធ្វើដំណើរទៅដល់ទីនោះបាន Spy គ្រាន់តែលើថា7ម៉ោងភ្លាម Spy ក៏ងាកទៅសួរ Jet ថានិយាយលេងទេមែនហ្នឹងហើយមានណា Jet និយាយមែនតែនដែរហើយសំខាន់នេះគឺជាផ្លូវតែមួយគត់ដែលពួកគេអាចជួបគ្នាវិញបាននិយាយទៅគឺអត់មានជំរឿសអីសោះហ្មងនៅពេលនោះ Spy ទៅតែធ្វើដំណើរបានមួយផ្លែសោះក៏សំតែយានរបស់គាត់បានរលត់ឆឹងបន្ទាប់មក Spy បានអោនមុខចុះបន្តិចហើយនិយាយទៅកាន់ Jet ថាគឺគាត់មានភេសជ្ជៈមួយចំនួនដែលលាក់នៅពីក្រោយទូទឹកកកហើយ Jet អាចយកវាទៅផឹកបានដែលមិនចាំបាច់សុំពីគាត់ទេ Jet គ្រាន់តែលឺភ្លាមក៏បានបកមកសួរ Spy វិញថាចុះកាត់អីហ្នឹងរីឯ Spy ក៏បានតបថាយានរបស់គាត់នៅពេលនេះគឺអស់ហ្គាហើយក៏គ្មានអ្វីដែលគាត់អាចធ្វើបានទៀតដែរសរុបរួមមកស្ថានភាពរបស់ Spy នៅពេលនេះគឺមានផ្លូវតែមួយគត់គឺទៅរកស្លាប់ប៉ុន្តែភ្លាមក៏សាប់តែលឺសម្ដីរបស់ Dohan មកនិយាយជាមួយនឹង Spy ថាចុះបើសិនជាគាត់ទៅយកភេសជ្ជៈដែលនៅពីក្រោយទូទឹកកកមនុស្សផឹកតែ Spy ព្រមឲ្យគាត់រត់បន្ទាប់មក Dohan បានបន្តទៀតថាគាត់បានឮអំពីការសន្ទនារបស់ពួកឯងទាំងអស់ហ្នឹងឥឡូវនេះឆាប់ឲ្យអំពីគោល ordinate របស់យាន Sword Fish មកកាន់គាត់មកគឺគាត់កំពុងតែហោះទៅជួយ Spy ហើយប៉ុន្តែក្នុងលក្ខខណ្ឌនេះគាត់ក៏ចង់ឲ្យ Spy ធ្វើការបន្ថយល្បឿនផងដែរបន្ថយល្បឿនដោយការចាប់ហ្វ្រាំងបដូរទិសដៅរបស់ស្លាបហើយនឹងប្រើចរន្តខ្យល់របស់យានដើម្បីបដូរទិសដៅរបស់យានមួយនោះហើយប្រកាសណាស់ដែលការបដូរទិសដៅរបស់យានក្នុងកម្រិតមួយដ៏យឺតបែបនេះគឺមានន័យថា Spy ត្រូវបានសតបរិយាកាសរបស់ផែនដីដុតម្ដងបន្តិចនឹងឯង I know you can do it, boy. I didn't give you the swordfish for nothing, you know. Yeah, don't you go and crash either, old man. ហើយបន្ទាប់ពី Spy កែនានាក៏ ordinate តាមអ្វីដែល Dohan បានប្រាប់ហើយនោះដែលទីបំផុតគឺពួកគេពិតជាអាចឃើញគ្នាបានពិតមែនបន្ទាប់មក Dohan បានបញ្ចេញពងចំនួនមួយហើយប្រាប់ទៅកាន់ Spy ថានេះគឺជាឱកាសចុងក្រោយរបស់ Spy ហើយបន្ទាប់មក Spy ក៏បានប្រើចរន្តខ្យល់ដើម្បីបដូរទិសដៅរបស់យានហើយក៏បង្វិលយានមួយជុំដើម្បីទៅតាក់ជាមួយនឹងពងសុវត្ថិភាពមួយនោះហើយក៏បានប្រើកម្លាំងចុងក្រោយដើម្បីកាច់យានទៅរក Dohan នៅចុងក្រោយ Spy បានផ្ដាច់ស្លាបមួយខាងទៀតដើម្បីធ្វើការចូលទៅកាន់យានរបស់ Dohan បានសម្រេចហើយទឹកដៃបើកយានរបស់ Spy នេះគឺពិតជាសាហាវអស្ចារ្យរបស់គេមែនបន្ទាប់មក Spy បាននិយាយថា Save my ass. បន្ទាប់មក Dohan ក៏បានតបទៅវិញថាកុំតន់អរគុណអីបញ្ហាគឺមិនតន់ចប់ទេដោយសារតែយានធំមួយនេះគឺកំពុងតែស្ថិតនៅក្នុងសតបរិយាកាសដូច្នេះក៏មានន័យថាកម្ដៅគឺកើនឡើងខ្លាំងណាស់ហើយបើសិនជានៅតែបន្តបែបនេះទៀតឧបករណ៍ដែលអនុញ្ញាតឲ្យពួកគេចុះចតដោយសុវត្ថិភាពនោះគឺប្រកាសជាខូចនៅក្នុងសតបរិយាកាសមួយនេះជាមិនខានរីឯមកវិញខំស្រែកផងយំផងថាគេនៅក្មេងគឺមិនតន់ចង់ស្លាប់ទេប៉ុន្តែ Spy របស់យើងវិញក៏បានជួបបារីហើយនិយាយឃ្លាដ៏ល្បីបំផុតប្រចាំរឿង Cowboy Bebop ទាំងមូលដែលនោះគឺ Oh well. Whatever happens, happens. នៅចុងក្រោយគេបានបង្ហាញយើងថាតើពួកគេចុះចតបានដោយរបៀបណាទេប៉ុន្តែមានឈុតមួយដែលងាកមកការរូបថតរបស់ Dohan ណែវិញគឺយើងបានឃើញថាពួកគេទាំង3នាក់ហ្នឹងគឺមានសុវត្ថិភាពធម្មតាទេហើយយើងមើលមុខអ្នកដែលខ្លាចស្លាប់ជាងគេសើធ្វើ style ដៃពីរអីណាចឹងអមេសូមបញ្ចប់ភាគមួយនេះតែត្រឹមនឹងសិនហើយនៅភាគបន្តគឺយើងចូលទៅកាន់សាច់រឿងដ៏ក្រៅកគុកវិញហើយដូច្នេះហើយសម្រាប់អ្នកដែលមកថ្មីក៏ភ្លេច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ